បាទមានសួរបាទបើយើងនិយាយទៅកីឡាហាត់គីដូនៅពេលបច្ចុប្បន្ននេះឃើញមានថាការគ្រប់គ្រងពីមេដាបៃតាជាច្រើនដែលជំរុញដល់កូនរបស់គាត់ដូចយើងឃើញស្រាប់ហើយគឺសម្បូរតូចអញ្ចឹងបានន័យថានៅក្នុងប្រភេទកីឡាយើងនេះមានការចូលចិត្តនិងមានការសប្បាយនៅក្នុងការហ្វឹកហាត់នៅបច្ចេកទេសរបស់ហាត់គីដូយើងបាទចំពោះខ្ញុំមានការសប្បាយចិត្តជាខ្លាំងទី1យើងគិតឃើញថាមេដាបៃតាទាំងឡាយដែលបានបញ្ជូនកូនមកហាត់បានន័យថាគាត់យល់ដឹងអំពីសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់កូនគាត់អញ្ចឹងជាក់ស្ដែងបច្ចុប្បន្នយើងឃើញស្រាប់ហើយក្មេងៗមួយចំនួនភាគច្រើនគឺតែនៅស្ងៀមគាត់គេចមិនផុតអំពីការមើលទូរស័ព្ទទេអញ្ចឹងឪពុកម្ដាយគាត់យល់ឃើញចំណុចហ្នឹងទើបគាត់បានបញ្ជូនកូនរបស់គាត់យើងឃើញឲ្យតូចទាំងស្រីទាំងប្រុសមកទាំងពីរមកទាំង3ដើម្បីទី1កាត់បន្ថយការមើលទូរស័ព្ទទី2បង្កើននៅសុខភាពរបស់ពួកគាត់និងប្រាជ្ញារបស់ពួកគាត់ព្រោះកីឡាយើងទទួលបានផលប្រយោជន៍ច្រើននៅផលប្រយោជន៍ដែលយើងប្រឹងធ្វើពីកីឡាដែលយើងគិតទៅវាមានមួយចំនួនដែលគាត់បានឆ្លងកាត់គាត់បានប្រាប់យើងពេលខ្លះយើងអត់ដឹងទេតែគាត់បានប្រាប់យើងថាកូនគាត់ពីមុនរបៀបរបបរស់នៅការនិយាយស្ដីសុខភាពយ៉ាងម៉េចក្រោយពីគាត់បានចូលមហាត់ហើយគាត់មានសុខភាពយ៉ាងម៉េចរាងកាយគាត់មានភាពរហ័សរហួនយ៉ាងម៉េចធ្វើឲ្យយើងនឹងបានដឹងថាក្រោយពីយើងបានឆ្លងកាត់ការហ្វឹកហាត់នៅប្រភេទកីឡារបស់យើងនេះយើងទទួលបានអត្ថប្រយោជន៍ជាច្រើនវាមិនមែនត្រឹមតែគេហៅថាគ្រួសារយើងចូលរួមជួយដល់សង្គមហើយចុងក្រោយគឺយើងជួយចូលរួមអភិវឌ្ឍធនធានសុខភាពរបស់ប្រទេសរបស់យើងដែរណាបើប្រជាជនយើងក្មេងមានសុខភាពល្អអនាគតប្រទេសយើងនឹងមានភាពរឹងមាំបាទចំពោះសហព័ន្ធខ្មែរកីឡាហាត់គីដូយើងនៅតែគ្រប់គ្រងនិងនៅតែផ្សព្វផ្សាយលើកទឹកចិត្តដល់ឪពុកម្ដាយមួយចំនួនខិតខំធ្វើម៉េចពេលខ្លះយើងគិតថាលះបង់ពេលវេលាខ្លះសម្រាប់កូនយើងព្រោះតើពួកគាត់នៅតូចពួកគាត់គេហៅនៅស្ថិតនៅក្រោមការចាត់ចែងរបស់យើងតែបន្តិចទៀតគាត់ធំបន្តិចមួយចំនួនយើងនិយាយលេងដែរថាគាត់ឯករាជ្យរបស់គាត់ទី2គាត់មានភារកិច្ចរបស់គាត់រវល់ច្រើនហើយការរៀនសូត្ររហូតដល់យើងមានការងារធ្វើអញ្ចឹងយើងអភិវឌ្ឍធនធានពួកគាត់ជាពិសេសគឺអភិវឌ្ឍសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់គាត់ទៅហើយដើម្បីឲ្យគាត់មានរាងកាយរឹងមាំមានសុខភាពល្អហើយនឹងស្មារតីរបស់គាត់រឹងប៉ឹងហើយនឹងចេះអត់ធ្មត់តស៊ូនៅក្នុងកិច្ចការនៅក្នុងសង្គមយើងបាទក្រោមការដឹកនាំរបស់លោកអុកញ៉ាប្រធាននិងលោកអនុប្រធានព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិយើងទាំងអស់ក្រោយពីសហព័ន្ធមានលទ្ធភាពយើងនឹងមានគោលដៅចក្ខុវិស័យរបស់យើងច្រើនដែរជាពិសេសគឺយើងនឹងរៀបចំសកម្មភាពចំពោះក្មេងៗតូចយើងត្រូវមានការរៀបចំប្រកួតជាលក្ខណៈបែបធ្វើម៉េចឲ្យគាត់សប្បាយហើយគាត់ទទួលបាននៅកម្លាំងកាយនិងកម្លាំងប្រាជ្ញារបស់គាត់ព្រោះយើងចង់អភិវឌ្ឍពួកគាត់ឲ្យចូលរួមនៅក្នុងសង្គមរបស់យើងជាពិសេសគឺការលេងកីឡាស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំរបស់យើងដែរបាទបើយើងចង់តំណែងតំណងចូលហ្វឹកហាត់កីឡាហាត់គីដូគឺសហព័ន្ធយើងមានទីតាំងនៅក្នុងស្តាតអូឡ িম্প ិកនៅលើអគារសោតនីហើយលេខតំណែងតំណងគឺ012 715 415បើមេដាបៃតាទាំងឡាយមានការចាប់អារម្មណ៍អាចតំណែងតំណងមកតាមលេខនឹងបានឬក៏តាមเพจសហព័ន្ធម៉ែកីឡាហាត់គីដូយើងផ្ទាល់ក៏បានដែរបាទសូមអរគុណ